មនុស្សនៅលើលោកនេះគ្រប់គ្នាទាំងអស់តែងប្រាថ្នាត្រូវការចង់បានសេចក្តីសុខក្នុងសម្បត្តិមនុស្សសម្បត្តិសួគ៌និងព្រះនិព្វានយ៉ាងសម្បត្តិបច្ចុប្បន្នសម្បត្តិបរលោកនិងព្រះនិព្វានហ្នឹងតែងចង់បានគ្រប់តែគ្នាព្រោះកន្លែងហ្នឹងដឹងថាជាកន្លែងដែលផ្ដល់សេចក្តីសុខឲ្យដល់មនុស្សម្ល៉េះហើយមនុស្សទាំងអស់ហ្នឹងត្រូវការស្វែងចង់បានសេចក្តីសុខបីយ៉ាងហ្នឹងវាអត់ស្គាល់ពិធីមិនស្គាល់ផ្លូវក៏នាំគ្នាទៅបួងសួងបន់ស្រន់គ្រប់គ្នាទាំងអស់សាសនាណាក៏ដោយសូម្បីតែយើងអ្នកកាន់ពុទ្ធសាសនាហើយដែលមិនបានសិក្សារៀនសូត្រក៏ធ្លាក់ចូលក្នុងផ្លូវហ្នឹងធ្លាក់ចូលក្នុងផ្លូវហ្នឹងដែរឃើញញោមញាតិពុទ្ធបរិស័ទច្រើនទៅអុជធូបអុជទៀនបូជាបរតនត្រ័យឬក៏ធ្វើទានអ្វីមួយមុននឹងលះបង់វត្ថុនឹងតែងតែសម្បូរសម្រោគបន់ស្រន់សូមឲ្យព្រះពុទ្ធពធព្រះសង្ឃទេវតាវត្ថុស័ក្តិសិទ្ធិបារមីទាំងអស់លើលោកនេះជួយឲ្យខ្លួនបានសុខបានកើតកើនចម្រើនសម្បត្តិទ្រព្យអាយុវែងសុខសប្បាយកុំឲ្យមានរោគមានគាអីក្នុងមនុស្សនេះដល់វេលាអស់ជីវិតទៅសូមឲ្យទៅកើតទេវតាទៀតវិញមិនត្រឹមតែទេវតាទេសូមឲ្យដល់ទៅព្រះនិព្វានទៀតអំពាវនាវសូមយកអតិភិបខាងក្រៅនោះមកជាទីពឹងជាពិសេសគឺបន់ស្រន់វកបរតនត្រ័យព្រះពុទ្ធពធព្រះសង្ឃនឹងឯងឲ្យជួយឲ្យបានសម្រេចប្រយោជន៍ដែលខ្លួនចង់បាននោះការចង់បានបែបនេះតាមពុទ្ធសាសនាមិនបានទេសូមឲ្យញោមនិយាយអត់បានទេព្រោះពុទ្ធសាសនាមិនមែនជាសាសនាវកបន់ស្រង់បួងសួងសំពីណាទេជាសាសនាដែលត្រូវធ្វើការពោផលប្រយោជន៍សេចក្តីសុខចម្រើនអីសម្បត្តិមនុស្សសម្បត្តិសួគ៌សម្បត្តិព្រះនិព្វាននេះបានពីធ្វើការទាំងអស់បើតាមយើងសិក្សានៅក្នុងគម្ពីរបត្រៃបិដកដូចជាពុទ្ធភាសិតមកកន្លែងព្រះអង្គទ្រង់សម្ដែងប្រាប់ថាតមហេហិកិច្ចមាតបង្អខាតារោតថាគតាថាអ្នកទាំងឡាយចូលធ្វើប្រយោជន៍ឲ្យសម្រេចដោយខ្លួនឯងដល់ថាគាត់គ្រាន់តែជាអ្នកប្រាប់ផ្លូវប្រាប់ពិធីទេនឹងជាពុទ្ធដីការបស់ព្រះសម្មាសម្ពុទ្ធយើងប៉ុន្តែដល់ញោមញាណអត់បានសិក្សាចេះដឹងធ្លាក់តែផ្លូវបន់ស្រន់បួងសួងហ្នឹងឯងពុទ្ធសាសនាបដិសេធដាច់ហាមមិនឲ្យបរិស័ទនឹងទៅធ្វើខ្លួនឲ្យថោកទាបដើរសុំទានសេចក្តីសុខចម្រើនពីនៅនេះនោះមិនមានទេនឹងសូមឲ្យញោមញាតិជ្រាបចឹងអ្វីនៅក្នុងពុទ្ធសាសនាគឺត្រូវការធ្វើដោយខ្លួនឯងទាំងអស់នឹងសូមញោមញាតិជ្រាបឲ្យប្រកបច្បាស់លាស់ពីពុទ្ធសាសនាព្រះសម្មាសម្ពុទ្ធជាបរមគ្រូព្រះអង្គជួបនឹងបរិស័ទនឹងក្សត្រក្តីនឹងព្រាហ្មណ៍ក្តីនឹងបរិស័ទធម្មតាក្តីសម័យដែលព្រះសម្មាសម្ពុទ្ធព្រះអង្គគង់ធរមានហ្នឹងតែជួបហើយព្រះអង្គតែងតែបញ្យល់ពួកបរិស័ទនឹងឲ្យស្គាល់ប្រយោជន៍បច្ចុប្បន្នទី1ប្រយោជន៍បច្ចុប្បន្នគឺប្រយោជន៍ដែលយើងទាំងអស់នេះកំពុងរស់នៅក្នុងឋានមនុស្សភពមនុស្សនេះឯងព្រះអង្គជ្រាបថាជីវិតរបស់មនុស្សវាត្រូវការ
ទ្រព្យសម្បត្តិភោគសម្បត្តិដើម្បីជាគ្រឿងទីពឹងជីវិតហើយព្រះអង្គទ្រង់សម្ដែងបញ្ជាក់ប្រាប់ថាសេចក្តីសុខរបស់ក្រហមហ្នឹងគឺកើតឡើងពីទ្រព្យសម្បត្តិពីភោគសម្បត្តិហ្នឹងនេះព្រះអង្គបញ្យល់ឲ្យបរិស័ទធ្វើប្រយោជន៍បច្ចុប្បន្ននោះឲ្យសម្រេចប្រយោជន៍បច្ចុប្បន្នឲ្យសម្រេចគឺឲ្យចម្រើនលូតលាស់កើតដោយទ្រព្យសម្បត្តិនោះឲ្យច្រើនបរិបូរណ៍ដើម្បីក្រិនជាគ្រឿងទីពឹងជីវិតរបស់ខ្លួននឹងការចិញ្ចឹមជីវិតជាមនុស្សបើពុទ្ធសាសនាលោកថាបច្ច័យ4ចឹងបើយើងពោលជាវោហាក្នុងសង្គមគេថាភោគទ្រព្យភោគសម្បត្តិហ្នឹងព្រះអង្គតែងតែបញ្យល់យ៉ាងឯងមិនព្រះសម្មាសម្ពុទ្ធជួបនឹងបរិស័ទហើយក៏បញ្យល់ឲ្យទៅឋានសួគ៌ឋាននិព្វានមិនគិតពីប្រយោជន៍បច្ចុប្បន្នមិនមែនទេញោមញាតិពុទ្ធបរិស័ទទី1ហើយព្រះអង្គបញ្យល់ឲ្យធ្វើប្រយោជន៍បច្ចុប្បន្នឲ្យសម្រេចសិនបានទី2ព្រះអង្គក៏បញ្យល់បរិស័ទទាំងអស់នឹងឲ្យធ្វើប្រយោជន៍ក្នុងបរលោកឲ្យសម្រេចទៀតប្រយោជន៍ក្នុងបរលោកគឺប្រយោជន៍ក្នុងពេលដែលយើងនេះអស់ជីវិតស្លាប់ទៅកាន់ភពថ្មីកំណើតថ្មីណានៅលោកខាងមុខនោះទៀតព្រោះវាការដែលទៅកើតទៀតវាត្រូវការទីពឹងបន់បើអំពើជាកុសលដើម្បីជួយទ្រទ្រង់ដល់បដិសន្ធិវិញ្ញាណថ្មីនោះអានេះគេថាប្រយោជន៍ក្នុងបរលោកបញ្យល់ប្រយោជន៍ក្នុងបរលោកបានព្រះអង្គបញ្យល់ប្រយោជន៍ក្នុងព្រះនិព្វានទៀតវាបន្តទៅតាមចន្ទនៈតែញោមញាតិពុទ្ធបរិស័ទយើងអត់បានយល់ថាព្រះសម្មាសម្ពុទ្ធព្រះអង្គយកបតិទុកដាក់ណាស់ក្នុងជីវិតរបស់មនុស្សលោកណាស់ត្រូវការរស់ដោយភោគទ្រព្យហើយព្រះអង្គបានបញ្ជាក់ថាសម្បត្តិសួគ៌និងសម្បត្តិព្រះនិព្វាននឹងវាជាប់ទាក់ទងនឹងសម្បត្តិលោកីបច្ចុប្បន្ននឹងឯងបើសម្បត្តិបច្ចុប្បន្នប្រយោជន៍បច្ចុប្បន្នលោកីមិនសម្រេចមិនគ្រប់មិនក្រិនខ្វះហើយការឈានទៅរកសួគ៌និព្វានជាការលំបាកបំផុតបានន័យថាទ្រព្យសម្បត្តិនៅបច្ចុប្បន្ននឹងជាជើងសសរជាគ្រឹះសម្រាប់ឲ្យបរិស័ទដែលចង់ទៅកាន់បរលោកព្រះនិព្វានបានវាទាក់ទងគ្នាបានញោមញាតែងថាជាការប្រាថ្នាតែបានសម្រេចសម្បត្តិមនុស្សសម្បត្តិទេវតាសម្បត្តិព្រះនិព្វានហ្នឹងតែងតែប្រាថ្នាចង់បានគ្រប់ទាំង3ឋានៈហ្នឹងឯងបានក្រៅសម្បត្តិទាំង3នេះកើតឡើងដោយការធ្វើដូចជាសម្បត្តិបច្ចុប្បន្នអាចសម្រេចបានលុះតែប្រកបដោយអង្គ4បានសម្រេចបានអង្គទី1គឺឧទ្ធានសម្បទាទី2អរកសម្បទាទី3សមជីវិតាទី4កល្យាណមិត្តតាឧទ្ធានសម្បទានឹងបានន័យថាដល់ការព្យាយាមឧស្សាហ៍ព្យាយាមមិនខ្ជិលច្រអូសក្នុងកិច្ចការងារទាំងឡាយទាំងពួងណាទី2រកទ្រព្យសម្បត្តិបានមកដោយការព្យាយាមហើយចូលដល់អរកសម្បទាដល់ព្រមដោយសេចក្តីថែរក្សាការពារចាយវាទ្រព្យសម្បត្តិនឹងឲ្យត្រូវតាមធម៌គឺអ្វីដែលមានប្រយោជន៍បានចាយវាអ្វីមិនមានប្រយោជន៍មិនចាយវាដែរបានទី3សមជីវិតាដល់ព្រមដោយការចិញ្ចឹមជីវិតត្រូវការចិញ្ចឹមជីវិតត្រូវនឹងបានន័យថាសមាជីវៈការងារដែលធ្វើចិញ្ចឹមជីវិតនឹងមិនប៉ះពាល់សេចក្តីសុខរបស់ជនដទៃជុំវិញខ្លួនទេវាអត់ប៉ះពាល់ទេนั่นគេថាការដែលរកទ្រព្យសម្បត្តិប្រកបដោយធម៌នោះមានច្រើនប៉ុន្តែมันបានវែកញែកជូនទេ
កាន់រាប់តែមេត្តាបានទី4កល្យាណមិត្តតាភាពជាអ្នកដែលត្រូវស្វះស្វែងរកកល្យាណមិត្តមកខ្សែគប់ឬខ្លួនយើងទៅខ្សែគប់នឹងកល្យាណមិត្តនេះកល្យាណមិត្តហ្នឹងតាអាត្មាលើកមកនិយាយថាអាត្មាបញ្ជោអាត្មាមិនបញ្ជោទេអាត្មាជាមនុស្សដែលកំណាញ់ការសរសើរការបញ្ជោអ្នកដទៃអត់បញ្ជោទេប៉ានឹងរឿងវាចំមុខពេកវាត្រូវនិយាយនេះកល្យាណមិត្តមើលមកញោមញាតិពុទ្ធបរិស័ទដែលមកខ្សែគប់នឹងកល្យាណមិត្តគឺលោកគ្រូអគ្គបណ្ឌិតនឹងតើលោកគ្រូអគ្គបណ្ឌិតបានផ្ដល់អ្វីជូនដល់ញោមញាតិខ្លះថាបានផ្ដល់នៅបញ្ញាខ្សែគប់នឹងកល្យាណមិត្តគឺបានទទួលបញ្ញាការយល់ដឹងខុសត្រូវសុខទុក្ខអាក្រក់ល្អទាំងឡាយទាំងពួងហ្នឹងបានហើយយើងយកបញ្ញានោះមកប្រើប្រាស់សម្រាប់ជីវិតយ៉ាងណាអាត្មាលើកនេះវាចំពេកគេថាបញ្ជោបើអាត្មាអត់បញ្ជោទេគ្រូកុំអន់ចិនអាត្មាណាបើថាអាត្មាមកទេសនាបញ្ជោហ្នឹងវាចំពេកត្រូវពេកក៏លើកបន្តិចនឹងយកមកឯងអានឹងសម្រាប់ប្រយោជន៍ក្នុងបច្ចុប្បន្នមាន4យ៉ាងហ្នឹងឯងប៉ុន្តែប្រយោជន៍បច្ចុប្បន្នញោមញាតិពុទ្ធបរិស័ទនឹងធ្វើបានសម្រេចហើយមានសម្បត្តិមានទ្រព្យគ្រប់គ្រាន់ប្រើប្រាស់មិនអស់បរិច្ចាគធ្វើបុណ្យធ្វើកុសលជាប្រយោជន៍សម្រាប់កសាងជាតិកសាងសាសនាគ្រប់គ្រាន់ធ្វើបានជាអាត្មាមិនរៀបរាប់មិនបរិយាយណាមកឡើយឈានដល់សម្បត្តិបរៈលោកដែលត្រូវញោមញាតិសាងសន្សំទៅទៀតព្រោះព្រះសម្មាសម្ពុទ្ធបានសម្ដែងប្រាប់ពូភិក្ខុធម្មនាលភិក្ខុទាំងឡាយអាយុរបស់មនុស្សទាំងឡាយនេះតិចណាស់សត្វដែលត្រូវទៅកាន់បរៈលោកគួរធ្វើកុសលគួរប្រព្រឹត្តព្រហ្មចរិយធម៌សត្វដែលកើតហើយឈ្មោះថាមិនស្លាប់មិនមានទេមនាលភិក្ខុទាំងឡាយអាយុរបស់មនុស្សទាំងឡាយនេះក៏មានត្រឹមតែ100ឆ្នាំទេកំណត់ព្រះអង្គសម្ដែង100ឆ្នាំតាំងពី2563ឆ្នាំមកហើយតាំងកំណត់ទិសដៅនៃអាយុសត្វនឹងព្រះអង្គសម្ដែងថាអាចថយចុះបន្តិចក៏មានឬលើសជាងបន្តិចក៏មានលើសជាងបន្តិចគឺជាង100 101 102ថយចុះបន្តិចគឺ99តរៀងមកប៉ុន្តែឥឡូវមកយើងពិភាក្សាសិក្សាមើលឥឡូវនេះមនុស្សអាយុ100មានប្រមាណនេះនៅក្នុងក្រុងបាត់ដំបងហ្នឹងច្រើនជាង100មានប្រមាណនេះថាវាក្រតិចទួយស្ដួយស្ដើងណាស់ស្ទើរតែនឹងមិនមានបើថាក្រោម100មានបើតែ99នោះវាក្រផងតែ90នោះវាក្រផងបើសត្វតែអញ្ជើញទៅមុន100អញ្ជើញទៅមុន90អស់ទៅកាន់លោកខាងមុខហ្នឹងនឹងជាពុទ្ធដីកាដែលព្រះអង្គដាស់តឿនដល់ពូភិក្ខុដោយភិក្ខុក្នុងទីនេះមិនមែនសំដៅទៅលើតបព្វជិតទេសំដៅទៅលើបរិស័ទទាំងអស់ទាំងកុហកទាំងបព្វជិតទាំងឯងតាមពិតទៅសេចក្តីស្លាប់យើងដឹងគ្រប់តែគ្នាក៏ប៉ុន្តែព្រះសម្មាសម្ពុទ្ធព្រះអង្គនៅតែដាស់តឿនក្រោមការរំលឹកប្រាប់យើងបញ្ជាក់ទៅលើនឹងឯងទៀតក្រែងយើងវាមានការប្រហែសធ្វេសសេចក្តីប្រមាទណាបើយើងជាបទជននឹងប្រមាទវាច្រើនណាស់ប្រហែសធ្វេសបណ្ដែតបណ្ដោយណាយ៉ាបានព្រះអង្គដាស់តឿនអើយញោមញាតិគិតមើលយើងទាំងអស់គ្នានេះបើយើងគិតទៅតាមពោលតាមវោហាស័ព្ទពាក្យពេចន៍របស់មនុស្សថាយើងទាំងអស់គ្នានឹងជាមិត្តរួមជាតិរួមសាសរួមទុកមិត្តរួមជាតិគឺយើងជាមនុស្សដូចគ្នាជាខេមរបុត្រដូចគ្នានៅក្នុងបរិជាណាចក្រកម្ពុជាអានេះគេរួមជាតិ
menអ្នកបាត់ដំបងផ្សេងអ្នកភ្នំពេញផ្សេងអ្នកសៀមរាបទេអ្នកឯណាក៏ខេមរៈបុត្រដែរឈាមជឿពូជពងវងសាសែតឡៃជាមួយតែគ្នាអានឹងក៏រួមមួយហើយរួមទី2គឺរួមសាសយើងនឹងជាពុទ្ធបរិស័ទជ្រកក្រមមលុបពុទ្ធសាសនាដូចគ្នាក៏ពុទ្ធឆាយាជ្រកក្រមមលុបពុទ្ធសាសនាទី3យើងកើតចាស់ឈឺស្លាប់ដូចគ្នាផ្លូវតែមួយទេនេះគេរួមជាតិរួមសាសរួមទុកណារួចម៉ែឲ្យជាដូនជាតាបុព្វការីយើងក៏ចេះតែអញ្ជើញទៅលោកខាងមុខតែបណ្ដាគ្នាហើយអាត្មាធ្វើដំណើរតាមផ្លូវមកនេះឃើញលើកទង់សអបិធម្មគេធ្វើបន់គេសូត្រស្មូតតែបណ្ដាតាមផ្លូវចេះតែកើតសង្វេគទាំងចេះតែអញ្ជើញទៅមុនគ្នាអស់ហើយដំណើរតែបន្តកើតសង្វេគយ៉ាងណាមិញយើងទាំងអស់គ្នាកើតរួចហើយចាស់កំពុងតែចាស់ឈឺកំពុងតែឈឺនៅតែមួយទៀតទេបងមួយទៀតញោមញាតថាអាចដឹងហើយមិនចាំបាក់ប្រាប់ទេមែនណាក៏សត្វតែមានបញ្ញាហើយមួយទៀតគឺស្លាប់សួរតែយ៉ាងមុននឹងស្លាប់យើងត្រូវធ្វើអីព្រោះព្រះសម្មាសម្ពុទ្ធសម្ដែងថាបញ្ញានិបរលោកកាស្មੰបតិថាអន្តិបានិណੰសត្វទាំងឡាយពោរមែងមានបុណ្យជាទីពឹងទៅលោកខាងមុខអំពើជាកុសលជាគ្រឿងទីពឹងទៅក្នុងលោកខាងមុខវិលាដែលទៅចាប់បដិសន្ធិក្នុងជាតិខាងមុខវាត្រូវការទីពឹងបុណ្យជួយទំនុកបំរុងឧបត្ថម្ភបានសេចក្តីសុខអានឹងបញ្ចឹងក៏ត្រូវញោមញាតពុទ្ធបរិស័ទគ្រប់គ្នានឹងចាប់ផ្ដើមធ្វើការងារប្រយោជន៍ដែលត្រូវអញ្ជើញទៅកាន់លោកខាងមុខហៅសម្បារាយិកតប្រយោជន៍ដែលយើងទាំងអស់គ្នាត្រូវធ្វើប្រយោជន៍ទៅក្នុងបរៈលោកខាងមុខក៏មានអង្គ4ដែរអង្គទី1គឺសទ្ធាទី2គឺសីលៈទី3ចក្ខៈទី4បញ្ញាបើដល់មកបរៈលោកនេះសំគីឲ្យបរិយាយសេចក្តីឲ្យពិស្ដារបន្តែងក៏ប្រយោជន៍បច្ចុប្បន្នចាំបាក់ប្រាប់អីញោមញាតធ្វើគ្រប់អស់ហើយនោះបើនៅប្រយោជន៍បរៈលោកអង្គទី1ដែលថាសទ្ធាហ្នឹងភាសាបាលីខ្មែរយើងនិយាយគ្រប់តែគ្នាសទ្ធាចេះតែនេះនិយាយចេះពោលខ្លះក៏យល់បានខ្លះទៅខ្លះក៏មិនបានយល់សទ្ធាជាភាសាបាលីប្រែជាខ្មែរថាជំនឿការជឿត្រូវឲ្យយើងនឹងជឿទៅលើអ្វីមួយដែលត្រឹមត្រូវហើយព្រះសម្មាសម្ពុទ្ធទ្រង់សម្ដែងទៀតឲ្យយើងទាំងអស់គ្នានឹងបណ្ដោះសទ្ធាឲ្យបណ្ដោះពូជសទ្ធាឲ្យដោះឡើងសទ្ធាគឺជំនឿយើងធ្វើសេចក្តីល្អខ្លួនយើងឲ្យព្រមដោយកាយវាចាចិត្តជនដទៃជុំវិញគេឃើញយើងលាក់វាអត់កំបាំងទេអ្វីដែលយើងធ្វើល្អធ្វើអាក្រក់លាក់មិនកំបាំងបុរាណគេថាក្រៅដៅក្នុងហើយដូនតាយើងថាក្រៅដៅក្នុងអំពើកិច្ចការងារខាងក្រៅដោយកាយដោយវាចាហ្នឹងជាខាងក្រៅខាងក្នុងគឺកាយវាចារបស់យើងពោលធ្វើទៅគេស្គាល់ដល់ផ្លូវចិត្តថាយើងល្អអាក្រក់គេអាចដឹងបានងាយអានឹងព្រះសម្មាសម្ពុទ្ធឲ្យយើងបណ្ដោះសទ្ធាឲ្យមនុស្សដទៃជឿយើងនឹងដោយអគ្គបណ្ឌិតនឹងញោមញាតជឿគាត់ហើយជឿថាមនុស្សល្អឆ្លេះអគ្គបណ្ឌិតនឹងទៀតហើយចុះដឹងមាននរណាជាតួយ៉ាងនេះនោះណាលើកម្ដងទៀតហើយញោមញាតជឿជ្រះថ្លាទៅនេះហ៊ានបរិច្ចាគទ្រព្យធនរាប់ពាន់រាប់ម៉ឺនដុល្លារមកចូលរួមធ្វើកុសលជាមួយអគ្គបណ្ឌិតព្រមមានជំនឿជឿថាអគ្គបណ្ឌិតនឹងជាបុគ្គលដែលល្អជឿអញ្ចឹងនឹងពលឲ្យបណ្ដោះសទ្ធា
តែសម្រាប់យើងឲ្យយើងមានសទ្ធាទៅខាងក្រៅឲ្យយើងមានជំនឿទៅវត្ថុខាងក្រៅវិញជំនឿខាងក្រៅនេះសម្រាប់យើងដែលមិនច្បាស់លាស់ក្នុងសាសនាជឿខុសច្រើនណាស់ជំនឿដែលវាមាននៅលើផែនដីពិភពលោករាប់ពាន់រាប់ម៉ឺនរាប់សែនជំនឿសាសនាណាក៏មានជំនឿដែរដឹកនាំមនុស្សឲ្យជឿប៉ុណ្ណឹងជួនកាលខ្លះជឿខុសជឿអត់បានប្រយោជន៍ជឿវាគ្មានបានផលបើជឿខុសតែជឿខុសដោយញោមញាតិពុទ្ធបរិស័ទខ្លះជឿលឺមានព្រះសិអានេះមកកើតនៅស្រុកខ្មែរហើយបំរុងត្រាស់ដឹងស្រុកខ្មែរឬគេនិយាយថាមានបាសិកាចាស់ចាស់ក្នុងគាត់ប្រាថ្នាចង់ឲ្យជួបព្រះសិអាអាត្មាឮតែគេនិយាយទេនិយាយតាមគេទេព្រោះក៏ធ្វើបានប្រាថ្នាចង់ឲ្យបានជួបព្រះសិអាដល់ឮតែព្រះសិអាមកកើតនៅស្រុកខ្មែរបំរុងនឹងត្រាស់ដឹងជ្រះថ្លារត់ទៅថ្វាយអង្គមទៅនមស្ការចំពោះព្រះសិអាហ្នឹងដែលទើបកើតតែគេថាទៅដេកទន្រៀបអ្នកធ្វើស្ពានយ៉ាងឲ្យព្រះសិអាដើរជន់នៅឆ្លងធ្វើស្ពានហ្នឹងដើម្បីនឹងបានបុណ្យដើម្បីព្រះសិអាបានចម្លងខ្លួនទៅបងអានឹងជំនឿហ្នឹងមានប៉ុន្តែអាត្មាប្រាប់ថាជំនឿហ្នឹងខុសតែមិនត្រឹមត្រូវទេព្រោះធម្មតាព្រះពុទ្ធភូមិដែលលោកត្រាស់ដឹងនៅលើផែនដីលើលោកនេះពុទ្ធមិនដែលទៅកើតប្រទេសណាស្រុកណាទ្វីបណាខុសពីចម្ពោះទ្វីបទេអាហ្នឹងនៅក្នុងបត្រៃបិដកព្រះសម្មាសម្ពុទ្ធរាប់សែនរាប់លានអង្គត្រាស់ដឹងតែនឹងចម្ពោះទ្វីបប្រទេសឥណ្ឌាហ្នឹងឯងសំបីតែមិនទាន់បានត្រាស់ដឹងនៅជាពោធិសត្វនៅឡើយក្នុងការកសាងបារមីធ្វើក្តីចរិយាក្តីមហាបរិច្ចាគក្តីក៏ពោធិសត្វកើតទៅនៅលើទឹកដីឥណ្ឌានឹងឯងឃើញទេព្រះវេស្សន្តរជាដកកើតនៅឥណ្ឌាហ្នឹងអត់មានទៅកើតទឹកដីណាទេនឹងសូមឲ្យញោមញាតិជ្រាបអញ្ចឹងគេហៅថាមជ្ឈិមប្រទេសជាកណ្ដាលគេចំណុចសូន្យកំពូលផែនដីអានេះនិយាយតាមពុទ្ធសាសនាប៉ុន្តែអ្នកប្រាជ្ញសពថ្ងៃនឹងគេចាត់ចែងមិនទេផែនដីនឹងណាកណ្ដាលឯណាគៀននេះបើយើងពោលតាមពុទ្ធសាសនាថានឹងវាជាកំពូលបណ្ដោព្រះពុទ្ធលោកទៅត្រាស់ដឹងដល់ហ្នឹងឯងបានលោកផ្សាយសាសនាទៅកាន់បច្ចិន្ទប្រទេសទីដែលព្រះពុទ្ធកើតត្រាស់ដឹងហ្នឹងសូមឲ្យយើងញាតិជ្រាបយ៉ាងម៉េចបានព្រះសម្មាសម្ពុទ្ធលោកទៅត្រាស់ដឹងតែកន្លែងមួយហ្នឹងបើទៅត្រាស់ដឹងកន្លែងដទៃទៀតយ៉ាងម៉េចថាបើលោកទៅត្រាស់ដឹងកន្លែងដទៃទៀតនាំឲ្យបរិស័ទនឹងចំណែនទាំងព្រះពុទ្ធចាំមិនទៅត្រាស់ដឹងឲ្យតែប្រទេសថៃណោះប្រទេសខ្មែរក៏នឹងមកត្រាស់ដឹងផងឥឡូវនេះបើព្រះសិអានឹងមកត្រាស់ដឹងស្រុកខ្មែរថៃលាវបយ័នម៉ាលង្កាគេមិនចំណែនតែចុះព្រះពុទ្ធស្រឡាញ់អីតែខ្មែរហ្នឹងហ៎យើងលង្កាយើងតែក៏មិនស្រឡាញ់ផងយើងជ្រះថ្លារឿងហេតុនឹងឯងបានជាព្រះពុទ្ធគ្រប់អង្គលោកមិនដែលទៅត្រាស់ដឹងណាទេព្រះពុទ្ធលោកមានបញ្ញាខ្លាំងក្លាហើយឆ្លៀសវៃទៀតប្រកបដោយឆ្លៀសវៃទៀតលោកដឹងលោកការពារគ្រប់អត់ឲ្យបរិស័ទនឹងចំណែននិន្ទាអញ្ចឹងទេនឹងសូមឲ្យយកយកជ្រាបបើញោមញាតិបានយកច្បាស់ទេចង់ថាព្រះសិអាមកកើតឯណានៅតាណាក៏យើងមិនទៅខ្វល់ព្រោះវាមិនត្រឹមត្រូវទៅតាមគម្ពីរបត្រៃបិដកព្រះពុទ្ធទ្រង់សម្ដែងអានឹងអាត្មាសម្ដែងនិយាយពីជំនឿខុសសទ្ធាដែលខុសជឿខុសការពារខ្លាចញោមញាតិនឹងលឺណាគេណែនាំច្រើនក៏ទៅគេបាត់ទៅនោះទៅធ្វើស្ពានឲ្យព្រះសិអាដើរជឿនហ្នឹងអត់ហើយចាស់ផងគេដើរជឿនទៀតកាន់តែត្រុសត្រោមទៀតហើយអានឹងសទ្ធានឹងខុសទេហើយពជាប្រាប់ថាធម្មតាប្រពុតមិនដែលទៅត្រាស់ទីកន្លែងណាខុសពីពុទ្ធភូមិទេអានឹងនិយាយពីសទ្ធាដែលខុស
វាសធាខុសទៀតជឿទៅអូយមានបរបីមានសាច់ចាំងបងបត់ឯណាប៉កែនៅពើងនៅលាអាងភ្នំឯណាទៅហើយទៅបន់ទៅស្រន់ទៅបួងសួងសត្វទៅសុំសេចក្តីសុខ3យ៉ាងដូចអាត្មាភាពសម្ដែងមិញថាហ្នឹងវាអត់បានទៅតែធ្វើអានេះបានថាសទ្ធាដែលត្រឹមត្រូវតាមពុទ្ធសាសនាមាន4ទី1កម្មមេសទ្ធាជឿការងារកម្មៈគឺការងារទី2វិបាកសទ្ធាជឿផលរបស់ការងារទី3កម្មមេសកតាសទ្ធាជឿថាមនុស្សទាំងអស់ឲ្យតែជាតិជាមនុស្សត្រូវតែធ្វើការងារត្រូវតែមានការងារប្រចាំជីវិតរបស់ខ្លួនអារឿងការងារហ្នឹងមិនមែនតែអ្នកកាន់ពុទ្ធសាសនាទេណាញោមណាឲ្យតែមនុស្សញោមមើលមនុស្សលើផែនដីណាណាមិនធ្វើការណាអ្នកណាមិនធ្វើការវារស់បានណាវាអត់ទេរស់បានដោយសារធ្វើការមានទ្រព្យមានសម្បត្តិអីក៏ដោយសារតែរស់ស៊ីធ្វើការតែបានថាកម្មមេសកតាសទ្ធាជឿថាមនុស្សត្រូវតែធ្វើការអាហ្នឹងឯងដល់ធ្វើការវាអត់ឈប់បាននិស័យព្រះអរហន្តលោកឃើញលោកនឿយណាយក្នុងជីវិតណាទៅធ្វើរវល់អីក៏គ្មានឈប់សោះណាពេលនេះមកពីការងាររស់បានដោយសារការងារធ្វើមិនឈប់មិនសម្រាកដៃសោះទៅដល់ព្រះអរហន្តលោកនឿយណាយលោកធុញទ្រាន់លោកថាធ្វើការអីតែដដែលឡាដេកក៏ដដែលក្រោកក៏ដដែលស៊ីក៏ដដែលឈុះក៏ដដែលលុបមុខក៏ដដែលទៅធ្វើអីតែដដែលមកជីវិតសតការងារតែយើងបើទៅជន់មានទៅនឿយណាយណាយេស៊ូតែព្រះអរហន្តលោកនឿយណាយធុញទ្រាន់វាសម្រាប់ញោមញាតពុទ្ធបរិស័ទដែលប្រាថ្នាចង់ចេញចាកសង្សារទុក្ខទៅកាន់ព្រះនិព្វានទើបតែនឿយណាយធុញទ្រាន់ឃើញទោសនៃជីវិតដែលរស់នៅវាធ្វើការវាមិនឈប់ណាអតកាលណាធុញទ្រាន់ហើយត្រូវងាករកផ្លូវណាកន្លែងណាដើម្បីនឹងជៀសចេញឲ្យវាផុតពីសង្សារទុក្ខនេះសង្សារចក្រទៅរកសេចក្តីសុខទើបធុញទ្រាន់លោកអ្នកប្រាជ្ញលោកថាធុញទ្រាន់ណាស់តែព្យាយាមទៀតព្យាយាមរកច្រកចេញហ្នឹងណាបើគាត់ណាធុញទ្រាន់មិនព្យាយាមអត់បានលោកធៀបទៅដូចជាសត្វទទាសត្វលលោកដែលគេយកចិញ្ចឹមក្នុងទ្រុងនោះវាតូចពងវិលតែខ្លួនសត្វនឹងវាធុញទ្រាន់អត់សោកវាយកអាចម្ពុះវាទៅរះគ្រប់គ្នាទ្រុងរកកន្លែងចេញរកច្រកចេញទោះបីចេញមិនរួចក៏មិនស្ងៀមដែរវាតក់ក្រហល់វាអត់សប្បាយចិត្តវាធុញទ្រាន់ទីដែលរស់នៅនោះវាចង្អៀតតូចពេកយ៉ាងណាមិញទាំងអស់គ្នាដែលចាំងចេញចាក់ទុកនេះតើតែឃើញសេចក្តីទុកនៃជីវិតឲ្យធុញទ្រាន់បានព្យាយាមអានឹងចឹងអានឹងសទ្ធាដែលថាជឿលើកម្មហ្នឹងណាតើមើលឃើញជីវិតពិបាកណាស់នេះបើយើងមិនតស៊ូអត់រកបានព្រះសម្មាសម្ពុទ្ធបញ្ជាក់ថាជីវិតសត្វលោកដែលរស់នៅគឺប្រកបដោយសេចក្តីតស៊ូពិបាកហើយណាញោមណាពាក្យខ្មែរថាតស៊ូនេះគឺពិបាកទប់ទល់មិនរស់ស្រួលអានឹងនិយាយពីជំនឿទី3កម្មមេសកតាសទ្ធាទី4តថាគតពោធិសទ្ធាជឿប្រាជ្ញាត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធព្រោះព្រះសម្មាសម្ពុទ្ធជាអគ្គបុគ្គលជាមនុស្សមួយដែលកំពូលលើពិភពលោកឥតមានអ្នកណាមានបញ្ញាស្មើនឹងព្រះសម្មាសម្ពុទ្ធទេនៅលើលោកនេះបានថាដឹងដែលញោមតែងសូត្រពុទ្ធគុណថាលោកកវិទូព្រះអង្គទ្រង់ព្រះនាមថាលោកកវិទូព្រះអង្គត្រាស់ដឹងនៅត្រៃលោកញោមមើលលោកទាំង3មានអ្នកណាដែលដឹងខុសពីព្រះសម្មាសម្ពុទ្ធលោកទាំង3លោកទី1គឺសង្ខារលោកទី2គឺសត្វលោកទី3គឺឱកាសលោកទី1ឈ្មោះថាសង្ខារលោកថាអ្វីដែលវាកើតឡើង
ធម្មតាយើងហៅធម្មជាតិពាក្យទៅធម្មជាតិគឺវាកើតឯងអត់មានអ្នកណាបង្កើតទេកើតឯងដូចជាដីទឹកភ្លើងខ្យល់ឈើស្មៅវើទាំងអស់អត់មានអ្នកណាបង្កើតទេតែសាសនាដទៃគេថាព្រះបង្កើតតែបើនិយាយទៅបុព្វសាសនាដទៃប៉ុន្តែគាត់ទីព្រៀបទេសាសនាដទៃគេថាព្រះអ្នកបង្កើតបានជាមនុស្សប្រើដីទឹកភ្លើងខ្យល់របស់ព្រះត្រូវដឹងគុណព្រះធ្វើអីក៏ត្រូវដឹងគុណត្រូវតបគុណព្រះដោយបច្ចុប្បន្ននឹងញោមញៀនប្រើភ្លើងប្រើទឹករបស់រដ្ឋនោះវាត្រូវបង់ពន្ធឲ្យគេបង់ថ្លៃយ៉ាងណាមិនយើងប្រើទឹកដីដែលព្រះលោកបង្កើតត្រូវតែដឹងគុណព្រះបើគុំដល់ព្រះលោកបង្កើតដីទឹកភ្លើងខ្យល់យើងបានដីទឹកភ្លើងខ្យល់ណាប្រើសាសនាដទៃតែព្រះសម្មាសម្ពុទ្ធបដិសេធដាច់អត់ទទួលស្គាល់ទេអតិទេពបង្កើតប៉ុន្តែព្រះអង្គថាធម្មជាតិបានដល់អ្វីដែលវាកើតតគ្នាប៉ុន្តែនឹងវែងឆ្ងាយណាស់បរៀបពីកំណើតធម្មរៀបរាប់ពីកំណើតធម្មជាតិអាណាកើតមុនគេកើតតਪਰពេលបើខ្លីពេកអត់បានបញ្យល់ប្រាប់ទេគ្រាន់តែកើតថានឹងមកអត់មានអាណាបង្កើតទេកើតខ្លួនឯងអានេះហៅសង្ខារលោកទី3សត្វលោកទី2សត្វលោកសត្វលោកសំដៅទៅលើពួកសត្វដែលកើតស្លាប់កើតហើយស្លាប់នៅក្នុងភពទាំង3នេះក្នុងវដ្តសង្សារនេះភពទី1គឺកាមភពទី2រូបភពទី3អរូបភពកាមភពមាន11ភពគឺឋានសួគ៌ឋានទេវតា6ជាន់អបាយភូមិ4ជាន់បូកនឹងមនុស្សលោកមួយត្រូវជា11ភពទាំង10នេះចិត្តរបស់មិនអាសត្វក្នុងភពទៅដល់វិជាប់ជំពាក់ដោយកាមគុណរូបសម្លេងក្លិនរសសម្បត្តិញោមមើលមកណាមួយដែលមិនជាប់ជំពាក់ទៀតហ្នឹងអ្នកណាមិនស្រឡាញ់រូបល្អអ្នកណាមិនគប់ចិត្តនឹងសម្លេងល្អនឹងរសជាតិល្អនឹងការធំក្លិនល្អឈ្ងុយឆ្ងាញ់ក៏អូបហើយនឹងការប៉ះពាល់ត្រូវវាជាប់ជំពាក់ណាស់ទាំងអស់តែគ្នាធ្វើនឹងយើងត្រូវលះណាព្រះសម្មាសម្ពុទ្ធលោកឲ្យយើងលះចិត្តឲ្យលលាស់ចេញពីកម្មគុណបើយើងងាយទៅលះឯណាពួកទេវតាទៅកើតទេវតានៅតែជាប់នឹងកម្មគុណជាទឹកនឹងទៀតយើងមនុស្សជាប់កម្មគុណជាមនុស្សបានវាវិលវល់នៅក្នុងភពទាំង11ជាប់ជាពាក្យដោយការរួចរូបភពព្រំ16ជាន់មានរូបអរូបភព9ជាន់ពួកនឹងចិត្តដាច់ចេញពីកាមគុណណាហើយជីវិតរស់នៅដោយសារបៃតេអំណាចបៃតេដែលចម្រើនសមថវិបស្សនាញ៉ាំងចិត្តឲ្យខ្ពស់ផុតអំពីនិវរណៈធម៌5បន្ទ្រមនិវរណៈធម៌5ឲ្យទ្រមទៅនឹងចិត្តកើតអបណាទៅធម្មឈានឡើងទៅមានកើតបៃតេអស់ជីវិតទៅកើតដល់ភពត្រត្រង់បៃតេត្រត្រង់អានឹងគេហៅភពទាំង3កាមភព1រូបភព1អរូបភព1នេះព្រះសម្មាសម្ពុទ្ធលោកត្រាស់ដឹងលោកប្រាប់យើងមានណាទៅដឹងព្រោះយើងសមានទេវតាផ្អិនប្រព្រំនឹងมันប្រែប្រួលផ្លាស់ប្ដូរទេព្រះសម្មាសម្ពុទ្ធថាភពទាំង3នេះវាផ្លាស់ប្ដូរប្រែប្រួលនៅក្រោមឥទ្ធិពលអនិច្ចំទុក្ខអនត្តាដោយតែមនុស្សអញ្ចឹងដែរមិនគេហៅសង្សារវដ្តវិលស្លាប់វិលកាអានឹងដែលយើងត្រូវជឿបញ្ញាត្រាស់ដឹងរបស់ពុទ្ធជឿ4យ៉ាងហ្នឹងគឺត្រឹមត្រូវអត់ខុសទេណាញោមណាចាំណាជឿការងារជឿផលរបស់ការងារជឿតែមនុស្សត្រូវតែធ្វើការដេកស្ងៀមគ្មានអាណាយកមកឲ្យទេហើយជឿប្រាជ្ញាត្រាស់ដឹងរបស់ពុទ្ធនេះគេហៅជំនឿត្រឹមត្រូវដែលមិនខុសវាទៅតាមបតនាយើងចង់បានអីវាបានទី2សីលៈសិលវិរតិចេតនាកាយជីវៈមិនធ្វើអំពើអាក្រក់ដោយកាយនេះចាសិលមានច្រើនថ្នាក់មានសិល5និច្ចសិលឬគេហៅបុរាណសិលឬអបោសតសិលឬក៏សិក្ខាសិល10ឬសិល227សិក្ខាបទសម្រាប់ពុភិក្ខុមានច្រើនថ្នាក់
បណ្ឌសិលដែលអាត្មាលើកយកមកពោលក្នុងទីនេះចង់និយាយពីនិច្ចសិលសិល5សិល5ហ្នឹងព្រះសម្មាសម្ពុទ្ធសម្ដែងទៅទុកដូចជាផែនដីទួផែនដីចក្រវាលមួយទៅមួយសត្វលោកដែលកើតមកលើផែនដីត្រូវតែជើងចិនដីចិនផែនដីបងសម្ដែងថាមនុស្សដែលកើតមកលើលោកត្រូវតែមានសិល5ហ្នឹងដំបូងគឺសិល5ហ្នឹងជាសិលដែលងាយដែលស្រួលបំផុតក្នុងការរក្សាណានេះសូមយកញាតិជ្រាបវិសិល5ហ្នឹងសប្តាហ៍ថ្ងៃមិនមែនត្រូវការតអ្នកកាន់ពុទ្ធសាសនាតែពិភពលោកទាំងមូលប្រទេសណាក៏មានសិល5ដែរប្រទេសណាក៏រដ្ឋាភិបាលគេសម្ដែងពីសិល5ដែរមនុស្សក្នុងប្រទេសគេទៅប្រព្រឹត្តរំលោភការកាប់សម្លាប់លួចប្លន់រំលោភប្តីប្រពន្ធកូនគេទៅភូតភោគអកគេផឹកស្រាបាំងគ្រឿងញៀនអស់រដ្ឋាភិបាលគេចាប់ទៅធ្វើទោសហើយអាហ្នឹងសិល5ហើយនឹងមកសិលដែលធ្វើឲ្យកើតមុនគេគឺសិល5សិលដទៃទៀតទុកសិនមិនទៅនិយាយតែក្រញោមញាធ្វើវាមិនបានសិក្ខាបទ5ងាយធ្វើសិល5នេះសូមឲ្យញោមញាជ្រាបវាងាយត្រូវនាំគ្នាសិក្សារៀនសិល5ហ្នឹងវិញញោមញាខ្លះមិនទាន់បានបដិញ្ញារសាសិលទេបើមានជាប់សិល3 4រួចទៅហើយសម្លាប់គេក៏មិនដែលសម្លាប់ជាប់មួយទៅលួចប្លន់ទ្រព្យសម្បត្តិគេក៏មិនដែលទៅលួចទៅរំលោភប្តីប្រពន្ធកូនគេក៏មិនដែលបើនៅកុហកពិបាកបន្តិចណាកុហកតែជាលៀកុហកបើយើងរៀនទៅអានោះរៀនតែយើងរៀនបានណាវិស្រាក៏មិនដែលផឹកទឹកថ្នោតជូរគ្រឿងសវង្សក៏មិនដែលផឹកអាគ្រឿងញៀនក៏មិនដែលទៅលេងប្រើញោមមកដល់ជាប់សិល4ទៅចិត្តអស់ទៅជាប់សិលដែលមិនដឹងខ្លួនប៉ុន្តែញោមញាតបរិស័ទកាលណាមិនយល់គឺខ្លាចសិលណាតាបងឲ្យតែលឺគេបបួលសំសិលក៏ញែងខ្លួនណាមកបើគេបបួលធ្វើទៀនមិនឲ្យតែជ្រះថាតែក្នុងសិលខ្លាចតែមកពោដោយបុរាណគេថាដូចចាប់ឆ្កែទម្លាក់ទឹកចាប់ឆ្កែទម្លាក់អាឆ្កែមកខ្លាចទឹកទៅរួញថយមកមិនចុះទឹកសោះញោមញាតតែបបួលសំសិលហើយកូនចៅនៅតូចណាស់ចាំរៀបចំកូនឲ្យមានប្តីមានប្រពន្ធសិនមានទុកដាក់សិនសិល5មានចាំបបាក់មានរៀបចំកូនចៅណាញោមញាតវិសិល5ធូរជាងសិលដទៃញោមខ្លះទៅអញមិនហ៊ានកោសក់ទៅសុំសិលគេឲ្យកោសក់សិល5មិនណាឲ្យកោសក់សិល5មិនណាឲ្យស្លៀកសពាក់សសិល5មិនណាឲ្យទៅនៅវត្តវាអត់ទេសោះសម្រាប់ញោមអ្នកសមាទានសិល5ទៅទុកសក់ទៅចង់បួងចង់កាត់ចង់អ៊ុតល្មិចក៏អ៊ុតទៅតបតែងសម្លៀកពាក់មិនទៅក៏មកទៅវហួសហេតុពេកណាញោមណាតបតែងក៏មកទៅវហួសហេតុពេកឲ្យវាសមរម្យរួចការរស់នៅជាមួយក្រុមគ្រួសារស្វាមីភរិយាធម្មតាលបរោទទួលទានចិញ្ចឹមជីវិតធម្មតាកុំទៅប៉ះពាល់ជីវិតគេញោមមើលវាអត់ពិបាកទៅវត្តរាល់ថ្ងៃសិលព្រោះសិលវានៅក្នុងចិត្តព្រះសម្មាសម្ពុទ្ធទ្រង់សម្ដែងតែចេតនាហង្ភិកវេសីលੰវតិអមិតែម្នាក់ក៏ទាំងឡាយសិលវានៅក្នុងចិត្តឲ្យតែញោមជៀសវាងកុំតែធ្វើ5យ៉ាងទៅសិលហើយឈ្មោះថាសិលហើយឈ្មោះថាអ្នកមានសិលហើយវិញមានញោមមកក្រុមទេអញទៅសុំតាន់កើតទៅហើយនៅតែចង់ច្រៀងចង់រំលេងគេសិល5មានហាមច្រៀងរំមានណាញោមអីចង់ទៅច្រៀងទៅរំលេងគេបានសិល5ប៉ុន្តែអាត្មាថាសុំសិលទៅរំនឹងញោមដូចនេះដូចភ្ញាក់ផ្អើលទៅមិនដែលឮណាថាគេហាមរំច្រៀងទៅសិល8សិល10សិលពួកភិក្ខុ227មានសិក្ខាបទហាមដោយសិល8ហាមណាជគិតវេតិតវិសោកទស្សនាអានឹងហាមមិនហាមតុបតែងរាងកាយដោយគ្រឿង
ក៏អូបគ្រឿងក៏ផ្កាកម្រងគ្រឿងក៏អូបមើលដេកមើលឈៀងរឹមដេញដំប្រគុំអាហ្នឹងគេហាមតែសិល5អត់មានទេញោមមើលមកវិញញោមថាសំសិល5រឹមមិនបានហ្នឹងសិក្ខាបទនាមិនអោយរឹមណាប្រយ័ត្នណាគិតទៅចេះជាប្រពុតលំបានហាមផងសិល5ញោមថាសិល5ហារឹមបានទេបណ្ណាអាត្មាញោមញាតិមិនសូវជឿទេញោមជឿលោកគ្រូបណ្ឌិតច្រើនចឹងអាត្មាចាំស្អែកទៅអាត្មាទៅបាត់ឬយប់នេះសួរគេថាឮលោកពីស៊ីមរៀមសឹកតែទៅអត់សុំសិលរឹមបានមែនលោកគ្រូបណ្ឌិតសួរអាត្មាចឹងអល់ឲ្យសួរតែបានទេបើថាបើសំថាអត់ទេសិល5មិនហាមទេញោមមើលទេវតារឹមច្រៀងឲ្យបានមើលល្បែងរឹមច្រៀងឲ្យលេងបានយើងសិល5មនុស្សក៏រឹមច្រៀងបានដូចតែគ្នាអានឹងនិយាយពីការរក្សាសិលហើយញោមញាតិមើលមកកើតជាមនុស្សហើយព្រះសម្មាសម្ពុទ្ធលោកបែងចែកមនុស្សទៅជា4ក្រុមក្រុមទី1មនុស្សសោទី2មនុស្សសទេវោទី3មនុស្សសពេតោទី4មនុស្សទេរឆាណោកើតជាមនុស្សហើយណាព្រះពុទ្ធនៅតែលោកបែងចែកទៀតទៅតាមចរិយាការប្រព្រឹត្តអាក្រក់ល្អរបស់មនុស្សក្រុមទី1មនុស្សសោអានឹងរូបរាងកាយជាមនុស្សជាតិនោះបើមានចិត្តគំនិតជាមនុស្សក្រុមទី2ជាតិជាមនុស្សជីវិតនោះតែចិត្តថ្លើមចរិយាដូចជាទេវតាអញ្ចឹងញោមមើលគេថាមនុស្សទេវោញោមញាតរសាសិល5កើតទេវតាតាំងពីមនុស្សវាមិនទាន់ងាប់ទាន់ផងនៅទេវតាក្នុងមនុស្សនេះដល់អស់ជីវិតទៅកើតទេវតាទៀតហើយទី3មនុស្សសបែតោរូបរាងជាមនុស្សបើចិត្តកាយខូខើចិត្តនោះក្តៅកាហាយអន្ទះអន្ទែងដោយសេចក្តីស្រេកឃ្លានអាហារវាអត់អីបរិភោគរមបានអើយតែជួបគ្នាឯងបតបបាតាយបតបបហែកពហួរគ្នានឹងដោយអំណាចសេចក្តីឃ្លានកើតទោសៈបានព្រះសម្មាសម្ពុទ្ធលោកសម្ដែងប្រាប់ថាជីកិច្ឆាបរមារោគាសេចក្តីស្រេកឃ្លានជារោគយ៉ាងក្រៃលែងរបស់មនុស្សនៅលើលោកនេះអានឹងចាអារោគកាយនេះតើកើតអីកាយទៀតណាញោមណាបើមនុស្សតើអត់ស៊ីដើរលួចដើរប្លន់បោកប្រាស់គេយកមកស៊ីណាតែបើពួកប្រែតវាមិនដឹងទៅបោកណាទេក៏ប្រហែលពហួរគ្នាឯងហ្នឹងអានេះគេហៅមនុស្សប្រែតចុះបើមនុស្សដេរឆានទី4ថាជីវិតរូបរាងកាយមនុស្សបើវលងងគ្មានបញ្ញាទេរស់នៅវិស័យដូចជាដេរឆានញោមមើលមកកើតជាមនុស្សនៅព្រះសម្មាសម្ពុទ្ធលោកឃើញដោយបញ្ញាញាណពីជីវិតនោះលោកបែងចែក4ក្រុមមនុស្សតែមនុស្សដែលប្រសើរគឺមនុស្សជាមនុស្សនិងមនុស្សទេវតាអានឹងការរក្សាសិលអាត្មាសម្ដែងនិយាយតែពីថ្នាក់សិល5ទេបើញោមធ្វើសិល5មិនទាន់កើតបើទៅសុំសិល8សិល10ម៉េចញោមមានលីទេដូនតាលោកថាសុំសិល5ចាំសិល8សិល5គេរក្សារាល់ថ្ងៃតែចាំដល់ថ្ងៃ8មកគេសុំសិល8សិល8គេរក្សាតែមួយយប់មួយថ្ងៃ24ម៉ោងវាផុតហើយនៅសិល5វិញតែដែរហ្នឹងឯងតែបានសិល5នឹងមានគុណានុភាពដ៏ខ្លាំងក្លាណាស់វិសិល5នឹងហើយជាសិទ្ធិមនុស្សពិភពលោកកំពុងតែអំពាវនាវឲ្យមនុស្សគោរពសិទ្ធិមនុស្សតែព្រះសម្មាសម្ពុទ្ធឲ្យគោរពសិទ្ធិមនុស្សផងសិទ្ធិសត្វដេរឆានផងមិនគោរពតែមនុស្សទេញោមមកពិភពលោកគេត្រូវការអង្គការសិទ្ធិមនុស្សគេណាអ្នកដែលមានសិល5រក្សាសិទ្ធិឈ្មោះថាអ្នកគោរពសិទ្ធិជីវិតសត្វជុំវិញខ្លួនតើអត់សិលអត់បានគោរពទេប៉ះពាល់គេហើយសិទ្ធិមនុស្សនៅសិលតាបើគ្មានសិលអត់បានគោរពទេបានថាទី2ត្រូវរក្សាសិលសិលគឺសិល5ហ្នឹងបើរួចញោមញាតិដែលអង្គុយស្ដាប់ធម៌ទេសនានឹងញោមណានៅតែសូនសាញគំនិតមិនទាន់ហ៊ានរក្សាសិល5សុំឲ្យរក្សាទៅអាត្មាសុំវទៅវាអត់ខាតអីទេសក់ក៏មិនប្របាក់កទៅវត្តក៏មិនប្របាក់ទៅបាយល្ងាចក៏មិនអត់ញោមមើលតែសុំសិល5ទៅអត់បាយល្ងាចទៀតហើយហ៎តែតើអញសុំសិលគេឲ្យអត់បាយល្ងាចសិល5មានណាបាយល្ងាចបរិភោគ
ងាយស្រួលណាស់រសាសិលបើអញ្ចឹងគួរតែស្ថាបនាអាត្មាខ្លួនឯងនេះឲ្យវាទៅជាទេវតាទាំងមនុស្សនេះទៅកុំឲ្យចាំងាប់ទៅណាញោមណាគួរតែចេះស្ដាប់អាត្មាបញ្យល់ជំរុញចិត្តញោមឲ្យហ៊ានរសាសិល5ស្ដាប់ធម៌ទេសនាថ្ងៃនេះទៅវិញហ៊ានរសាសិល5ជួយជំរុញញោមយ៉ាងរិញចូលទៅទី3ចាគៈគឺលះទ្រព្យសម្បត្តិដែលខ្លួនមានបរិច្ចាគធ្វើជាទានសាងទៅប្រយោជន៍ជាតិក្តីប្រយោជន៍សាសនាក្តីប្រយោជន៍ជាតិសាងទៅសាលារៀនមន្ទីរពេទ្យផ្លូវថ្នល់ស្ពានអីសម្បត្តិសយ៉ាងដោយប្រយោជន៍សាសនានេះក៏មកសាងណាប្រយោជន៍ជាចេតដីកន្លែងនេះជាចេតដីដែលតែមកគោរពយកបន់ចង់បានបន់ទៀនបន់នៅកន្លែងនេះគេចេតដីគេធៀបទៅចេតដីប៉ុន្តែលោកគ្រូល្អឲ្យឈ្មោះថាគុណទេកត់ទៅហើយក៏មិនអាចកែប្រែទេថាអញ្ចឹងតែចុះប៉ុន្តែបើនិយាយតាមនេះបណ្ណាធៀបទៅចេតដីកន្លែងដែលគេតម្កល់ព្រះបរមសារីរិកធាតុរបស់ព្រះសម្មាសម្ពុទ្ធឬព្រះបច្ចេកពុទ្ធឬព្រះអរហន្តាខេណាស្របឬជាស្ដេចចក្រពត្តិកន្លែងហ្នឹងដែលបានប៉ុណ្ណាបើពីបុរាណគេតែងទៅសាងក្នុងផ្លូវប្រឡែងកែងផ្លូវប្រឡែងកែងគឺផ្លូវដែលវាខ្វែងជើងក្អែកវាសង់កណ្ដាលដោយកន្លែងតាមផ្លូវយើងហ្នឹងណាផ្លូវជាតិនេះបើស្ងៃគេធ្វើរូបព្រះវិស្ណុព្រះទៅដាក់ក្នុងផ្លូវបំបែកប្រឡែងកែងហ្នឹងប៉ុន្តែបើសិនយើងពុទ្ធសាសនាបើយើងសាងពុទ្ធរូបទៅដាក់ដូចជាល្អមនុស្សទៅជ្រះថ្លាគោរពបានបន់ព្រះចេតដីធម្មជាប្រធានចេតដីពីដើមវាសាងផ្លូវប្រឡែងកែងតែសម្រាប់អ្នកដំណើរធ្វើដំណើរដើរទៅឃើញជ្រះថ្លានមស្ការបានបន់នេះចឹងអានឹងគេហៅថាធៀបទៅចេតដែលបានអាត្មាសំដែងអាត្មាមិនកែទេណាលោកគ្រូណាអាត្មាមិនកែទេដាក់ថាគុណទេកត់ក៏បានដែរបាននិយាយតាមអត្តន័យតម្កល់ព្រះបរមសារីរិកធាតុគេហៅធៀបចេតដីបើចេតដីមាន4ទី1ធៀបទៅចេតដីទី2ធម្មចេតដីទី2បរិភោគចេតដីទី3ឧទេសកចេតដីបានសម្ដែងវែកញែកតែក្ររប់ប៉ុណ្ណឹងឯងនេះធៀបទៅចេតដីអានឹងយ៉ាងបរិច្ចាគទ្រព្យសម្បត្តិការកសាងនេះជាគ្រឿងសម្បត្តិដោយហើយទៅញោមញាតជ្រះថ្លានឹងប្រសង់ឃើញលោកនិមន្តភិក្ខាព្រឹកបិណ្ឌបាតអីជ្រះថ្លាដាក់ទៅប្រគេនលោកទៅបាយមកវែកទៅមកអង្គទៅក៏ជាបុណ្យឬឃើញស្មោមយាយចកអ្នកកំសត់ទូរគាត់អ្នកជារាភិកាអីហ្នឹងកុំដើរហួសញោមកុំដើរហួសចែកទៅ4-500រៀល1000រៀលអីទៅដើម្បីយើងធ្វើសេចក្តីល្អខ្លួនយើងឲ្យបានឲ្យទៅពូនឹងបានដោយសារយើងមានមេត្តាករុណាធម៌បានយើងឲ្យបានបើយើងមានមច្ឆរិយៈសេចក្តីកំណាញ់ឲ្យមិនបានទេអត់ឲ្យបានឬអាសេចក្តីកំណាញ់ជាបាបធម៌មួយហើយអោបក្នុងចិត្តយើងនេះអត់ស្រួលទេតែមានកំណាញ់មច្ឆរិយៈណាបើអញ្ចឹងការដែលលះទ្រព្យសម្បត្តិឲ្យជាទានគឺគេលះបង់សេចក្តីកំណាញ់ដើម្បីចែកជនដទៃហើយបើឲ្យទានទៅស្មោមយាយចកអ្នកកំសត់ទូរគាត់អីក្តីហ្នឹងឲ្យទៅឲ្យដោយមេត្តាករុណាធម៌កុំឲ្យទៅចង់បានអីពីអ្នកអានោះមកវិញចង់ឲ្យនោះឲ្យអីមកយើងវិញអត់ទេឲ្យដោយមេត្តាបានបុណ្យច្រើនថាជួយអ្នកឯងឲ្យអ្នកឯងយកទៅទិញខោអាវស្លៀកពាក់ឲ្យអ្នកឯងយកទៅទិញម្ហូបអាហារបរិភោគអានឹងបានបុណ្យតែបើយើងឃើញអ្នកកំសត់ទូរគាត់ហើយយើងគ្មានមេត្តាករុណាយើងដើរហួសថ្មិចភ្នែកទៅគេអាក្រក់ណាស់ណាខ្លួនញោមយើងខ្លួនយើងយើងនេះចង់បានបុណ្យអត់ទៅឃើញមនុស្សដែលត្រូវផ្ដល់បុណ្យដល់យើងមិនធ្វើ
ទៅយថាឲ្យអីអានោះជាលោមរស់ស៊ីទេអានោះបើមកសុំទៀតក៏អានឹងឲ្យទៅភើស្រាចិត្តទៅគិតឲ្យពីរឿងគេខ្ជិលគេភើស្រារឿងរបស់ផនគេតើយើងមិនគិតពីរឿងខ្លួនរបស់យើងត្រូវធ្វើឲ្យមានមេត្តាករុណាអានឹងអ្នកប្រាជ្ញបណ្ឌិតពីចិនមុនលោកលើកណាទុកថាជន់អន្តេរថៃចិត្តជួអប្រិយឥតមានមេត្តាទោះឃើញអ្នកក្រទុករគាត់ម្ដេចម្ដាឥតមានករុណាអាស្និទ្ធគ្នាសោះនៃលោកថាយើងពូនរេថៃកើតមកជាមនុស្សទោះស្រីទោះប្រុសក្រមុំកន្លោះត្រូវមានមេត្តាករុណាដោយឆ្ពោះអ្នកដែលមានគ្រោះឲ្យបានសុខផងគ្នាវាកំពុងទទួលគ្រោះណាវាខ្វះខាតក្រហ្នឹងជឹងមិនអាណិតគ្នាផងទៅដើរហួសបាននេះតែយើងមនុស្សគ្មានមេត្តាករុណាអីចំពោះជីវិតទេអាហ្នឹងគិតមែនទេណាហ្នឹងតែយើងនេះប៉ះពាល់ខ្លួនឯងចង់បានបុណ្យមកកណោបរិច្ចាគធ្វើទានអីមកកណោអស់ប្រាក់នោះក្រាន់តែ4-500មករៀលមកពើមិនអោយអ្នកដែលនេះសុំតាមផ្លូវបែកឲ្យយើងជិះឡានធ្វើដំណើរទៅជិះចង់ជល់នេះទៅទៀតខ្លះមិនមើលនេះទៀតអានឹងខុសហើយអ្នកប្រាជ្ញដូចថាយើងជន់នណ្ដេរដ្ឋីណាញោមចិត្តជួអប្រិយឥតមានមេត្តានៅអត់មានមេត្តាអានឹងនិយាយពីការបរិច្ចាគទានប៉ុណ្ណឹងចុះគាត់តែនិយាយចេះវែងទៅទៀតយប់ទៅចង់បានទៅវត្តទៅវត្តពេលឆាប់កុំឲ្យយប់ប៉ុណ្ណឹងបានទី4បញ្ញាបញ្ញានឹងគឺអ្វីដែលយើងទាំងអស់គ្នាយល់ដឹងខុសត្រូវអាក្រក់ល្អខ្ពស់ទាបសខ្មៅគុណទោសបាបបុណ្យនឹងជាទូបញ្ញាដែលតើតាមានបញ្ញានេះផងបានប្រពៃត្រឹមត្រូវឬក្នុងអង្គទាំង4នេះមានសទ្ធាខាងដើមបញ្ញាខាងចុងសទ្ធាប្រែថាការជឿនិងបញ្ញានេះត្រូវជាប់គ្នាកើតឡើងត្រូវកើតទាំងពីរកើតតែមួយអត់បានទេកើតតែមួយខុសហើយមានតែសទ្ធាអត់បញ្ញាចេះតែពីជឿឲ្យស្អីក៏ជឿដែលអាត្មារៀបរាប់មិនមកអត់បញ្ញាដឹងខុសត្រូវទេស្អីក៏ជឿអញ្ចឹងបើមានតែបញ្ញាអត់សទ្ធាទេស្អីក៏មិនជឿងាប់ទៅកើតទៀតក៏មិនជឿឋាននរកក៏មិនជឿប្រែតក៏មិនជឿទេវតាក៏មិនជឿគុណក៏មិនជឿទោសក៏មិនជឿបុណ្យក៏មិនជឿម៉ែឪក៏មិនជឿទាំងអស់អានោះបញ្ញាអត់សទ្ធាអ្នកគេវានាំឲ្យខុសមានបញ្ញាអត់សទ្ធាវាខុសបើអញ្ចឹងបញ្ញានិងសទ្ធាត្រូវតែកើតទាំងពីរលោកអ្នកប្រាជ្ញព្រះសម្មាសម្ពុទ្ធលោកសម្ដែងថាបញ្ញានិងសទ្ធាទុកដូចជាប្តីប្រពន្ធមួយគូបើតែមានមួយគេហៅកំព្រាហើយមានតែសទ្ធាអត់បញ្ញាគេថាមេម៉ាយហើយហើយបើមានតែបញ្ញាអត់សទ្ធាគេថាពោះម៉ាយហើយពោះម៉ាយមនុស្សប្រុសមេម៉ាយមនុស្សស្រីបើអញ្ចឹងត្រូវមានតែទាំងពីរកុំឲ្យខ្លួនវាទៅជាមេម៉ាយពោះម៉ាយហ្នឹងស្រាប់បានទេញោមណាបានត្រង់មានទាំងពីរនេះបានត្រង់តែមានមួយអត់មួយខុសហើយនាំឲ្យមានជំនឿខុសនាំឲ្យយល់ខុសទៅកាន់តែផ្លូវដែលខុសគឺប៉ះផ្លូវបាបហើយអានឹងអង្គ4ដែលយោញាត្រូវបំពេញបរិយាយទៅវែងឆ្ងាយណាប៉ុន្តែម៉ោងទៀបណាស់ទៅហើយចង់មើលតែម៉ោងហើយម៉ោង5លើហើយសំដែងចង់បង្ខំឲ្យតែចប់ដល់បើនិយាយវាចេះតែទៀកមានណាខាត់ទៀនហ្នឹងណាយ៉ាទៅហើយអញ្ចឹងអង្គ4ហ្នឹងហើយដែលញោមត្រូវបំពេញជាតិសម្បត្តិទ្រព្យដើម្បីទៅកាន់បរលោកខាងមុខទៅកើតកំណើតក្នុងសុគតិមានឋានទេវតាជាដើមព្រោះវាយើងមិនទាន់បានឆ្លងផុតសង្សារវដ្តនៃទៅកាន់និព្វានបានវាត្រូវទៅសំណាក់សម្រាប់នៅកន្លែងហ្នឹងឯងយើងមានពេលវេលាសម្រាប់កាលណាយើងត្រឡប់ចុះមកវិញនិស័យចិត្តដែលបានបណ្ដុះ
កុសលបណ្ដោះបញ្ញាដែរមិននាំឲ្យយើងខុសទេនាំឲ្យយើងទៅរកទៅត្រូវនឹងឯងអានឹងសម្រាប់ញោមញាតដែលចង់ទៅកាន់ឋានសួគ៌ស្រាប់បានទេញោមណាបនមិនបានទេបើចង់ទៅឋានសួគ៌ធ្វើប្រកបបដិបត្តិអង្គ4នេះទៅហើយនឹងជាឱវាទរបស់ព្រះសម្មាសម្ពុទ្ធគ្រាន់តែជួយបំភ្លឺជួយរំលឹកប៉ុណ្ណាឯងក៏មកញោមចង់ទៅឋានសួគ៌ក៏អិចទៀនធូបបួងសួងបានច្រើនទេសបាត់អត់បានទេបានទេពុទ្ធសាសនាពុទ្ធលោកបង្រៀនឲ្យធ្វើការតាពុទ្ធលោកមិនឲ្យយកអតិភិបខាងក្រៅពឹងទេអង្គសម្ដែងតែភិក្ខវេអត្តតិបាវិហរដ្ឋាអត្តសរណាអនញ្ញសរណាតមនាភិក្ខុទាំងឡាយអ្នកទាំងឡាយជាយកខ្លួនឯងជាកោយកខ្លួនឯងជាទីពឹងចូលកុំយកអ្នកដតីមកជាធ្វើជាទីពឹងឡើយនឹងពុទ្ធិកាពុទ្ធភាសិតសម្រាប់អ្នកកាន់ពុទ្ធសាសនាអត់ខ្វល់ទៅហៅណាមកជួយទេព្រោះអាត្មាសម្ដែងហ្នឹងណាពុទ្ធលោកមិនអោយបរិស័ទលោកថោកទាបដល់សុំទានសុខអីសេចក្តីសុខពីណាអោយធ្វើខ្លួនឯងយើងសម្រាប់ជោគវាសនាដោយខ្លួនឯងអត់ទៅសុំទានណាទេថាទៅសុំគេឲ្យគេឲ្យសុខមិនមែនពុទ្ធសាសនាទេសុំបញ្ជាណាលោកគ្រូសុំចប់អីណាបាទចូលធ្វើទេសនាដែលអាត្មាភាពសម្ដែងក្នុងកម្មវិធីបន់ខួប5ឆ្នាំនេះគន់តែកត់នឹងចម្រើនជនមេអាយុជូនលោកបណ្ឌិតធម្មចារ្យអគ្គបណ្ឌិតបុត្រសវង្សអាយុ60ឆ្នាំឈានចូល61ចាស់តែទៀតដែរណាចាស់តែទៀតដែរក៏ក្នុងឱកាសនេះក៏សន្មតថាចាប់តែប៉ុណ្ណេះឯងអេវ៉ាំង